ប្រទេសកម្ពុជាមានឆន្ទៈពិតប្រាកដបាទក្នុងការបញ្ចប់សង្គ្រាមមិនចង់មានសង្គ្រាមទេព្រោះប្រជាជាតិកម្ពុជានៅថ្ងៃទី19ខែ2ឆ្នាំ2021នឹងទៅទីក្រុងវ៉ាស៊ីនតោននៃសហរដ្ឋអាមេរិកដែលក្រោមការដឹកនាំរបស់លោកដូណាល់ត្រាំនៅក្នុងបាត់ក្រុមប្រឹក្សាសន្តិសុខពិភពលោកគឺ Board of Peace គឺនឹងចូលរួមបាទប៉ុន្តែនៅទីនោះគឺមិនបានជជែកអំពីបញ្ហាប្រទេសកម្ពុជានិងសៀមទេឬក៏នៅតំបន់មជ្ឈិមបូព៌ាទេគឺជជែកតែរឿងតំបន់កាហ្សាតែប៉ុណ្ណោះហើយប្រទេសកម្ពុជាគឺជាប់លេខ10ឯណោះគឺពីការដែលមិនសូវមានអំពើពុករលួយនៅក្នុងអាស៊ានបាទដែលមាន11ប្រទេសជាប់លេខ10សង្ពោចគេបងប្អូនតែប្រទេសវៀតណាមជាប់លេខ5និងប្រទេសសៀមជាប់លេខ8តែអ្នកដែលជាប់លេខ1ស្ទើរតែគ្មានអំពើពុករលួយគឺប្រទេសសិង្ហបុរីជាប់លេខ1ក្នុងអាស៊ានហើយជាប់លេខ3នៅលើពិភពលោកដែលបន្ទាប់ពីប្រទេសដាណាម៉ាកជាប់លេខ1និងហ្វាំងឡង់ជាប់លេខ2បាទនៅលើពិភពលោកបាទដែលស្ទើរតែគ្មានអំពើពុករលួយបាទអរគុណច្រើន